ngọc ní xóa cùng một căn channel thị đam 168 បាទថ្ងៃនេះខ្ញុំបាទសូមចែករំលែកទៅកាន់បងប្អូនដែលភ្ជាប់ keyboard ច្រើនហើយអត់ដឹងថាត្រូវដកចេញនៅកន្លែងណាដូចខ្ញុំភ្ជាប់ keyboard ច្រើនខ្ញុំឧទាហរណ៍ដូចជានេះអញ្ចឹងគឺមានភាសាដល់ទៅ5ភាសាទាំងភាសាខ្មែរហើយពេលចុច keyboard ម្ដងគឺពិបាកដូរណាត្រឹមតែដល់អក្សរខ្មែរថៃកូរ៉េចិនអញ្ចឹងដើម្បីកុំឲ្យពិបាកអញ្ចឹងទេបងប្អូនត្រូវធ្វើមិនអញ្ចឹងយើងគួរតែទៅដក keyboard ខ្លះដើម្បីងាយស្រួលក្នុងការធ្វើការបាទអញ្ចឹងយើងមកដឹងអំពីរបៀបនៃការដក keyboard អញ្ចឹងបាទអញ្ចឹងយើងចាប់ដើមទៅទាំងអស់គ្នាបាទគឺងាយទេបងប្អូននេះគ្រាន់ថាជាការចែករំលែកតិចតួចសម្រាប់ខ្ញុំចូលចិត្តក្នុងការចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នានៅពេលដែលខ្ញុំជួបបញ្ហាអីខ្ញុំនឹងចែកបញ្ហាហ្នឹងបាទដូចខ្ញុំជួបបញ្ហាពេលសរសេរ keyboard ម្ដងគឺខ្ញុំវិធានក្នុងការដូរម្ដងត្រឹមតែដល់អក្សរខ្មែរហ្នឹងពុះបាន6តង់អញ្ចឹងយើងមកបាទអស់គ្នាយើងដាក់តែ2ភាសាបានហើយយើងដាក់តែភាសាខ្មែរនិងភាសាអង់គ្លេសបាទអញ្ចឹងជំហានដំបូងគឺយើងចូលទៅក្នុង setting សិនទៅបងប្អូនដើម្បីយើងទៅរក keyboard ដែលយើងចង់បដូរបាទអញ្ចឹងយើងចូលបែបនេះបងប្អូនស្វែងរកវាមានទូរស័ព្ទខុសៗគ្នាប៉ុន្តែយើងស្វែងរកកន្លែងភាសាណាដូចទូរស័ព្ទខ្ញុំគេដាក់ថា additional setting ណាខ្ញុំអានអង់គ្លេសទៅច្បាស់អញ្ចឹងចូលនេះមកតោះទីបងប្អូនយកត្រង់កន្លែង language and input ណារួចយើងយកពាក្យថា language English United Kingdom ដូចចុចកន្លែងនេះអូ sorry សំទោសមកយើងចុចត្រង់កន្លែង manager keyboard បាទរួចយើងចុចត្រង់កន្លែង keyboard នៅកន្លែង keyboard នេះបាទរួចយើងចុចត្រង់កន្លែង language រួចយើងចុចត្រង់កន្លែងសញ្ញា big ខាងស្ដាំដៃបាទអញ្ចឹងបងប្អូនគួរដកភាសាខ្លះបងប្អូនដកតាមចិត្តទៅឥឡូវខ្ញុំដកភាសាចិនមួយភាសាកូរ៉េមួយភាសាថៃមួយអញ្ចឹងខ្ញុំទុកតែ2ភាសាទេដើម្បីងាយស្រួលក្នុងការធ្វើការវាពិបាកពេកពេលយើងសរសេរ keyboard សរសេរអីម្ដងត្រឹមតែបានដល់អក្សរខ្មែរអក្សរអង់គ្លេសវិញចុចឡើងញាប់ដៃអញ្ចឹងវាពិបាកពេកអញ្ចឹងយើងគួរតែលុបចោលខ្លះទៅដោយសារតែយើងវាអត់សូវប្រើទេភាសា3ភាសាហ្នឹងយើងអត់សូវប្រើដែរចឹងលុបចោលបាទអញ្ចឹងខ្ញុំលុបចោលបានរួចរាល់ហើយអញ្ចឹងប៉ុណ្ណឹងអូខេអត់មានអីពិបាកទៀតទេបាទអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេចែករំលែកវីដេអូខ្លីៗចែកជូនបងប្អូនទាំងអស់គ្នាសម្រាប់ជាចំណេះដឹងបន្តិចបន្តួចបាទអញ្ចឹងបងប្អូនគិតថាវីដេអូនេះល្អបងប្អូនកុំភ្លេចជួយ Subscribe Channel ម្នាក់មួយមកដើម្បីទទួលបានវីដេអូថ្មីៗហើយគិតថាវីដេអូនេះល្អបងប្អូនអាច share ទៅកាន់បងប្អូនមិត្តភ័ក្តិដែលស្គាល់គ្នាអញ្ចឹងណាបងប្អូនបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងបាទអញ្ចឹងសូមអរគុណសូមជម្រាបលា